តិចច្រឡំថាខ្ញុំនៅ Hogwarts សាលាក្នុងរឿង Harry Potter អីអ្នកគ្នាហើយតិចច្រឡំថាខ្ញុំមកប្រទេសអង់គ្លេសអីតាមពិតទៅខ្ញុំបានមកសាលាអន្តរជាតិ Bromsgrove កម្ពុជាដែលមានសាខានៅម្ដុំសែនសុខនេះសោះបើសិនអ្នកគ្នាបានជិះតាមផ្លូវហ្នឹងហើយឃើញអាគារមួយហ្នឹងក៏ភ្លេចខមមិនប្រាប់ខ្ញុំផងហូបសាបឹងបៃតងតែបន្តិចគេនៅខាងអាគារដ៏លេចធ្លោជាងគេហើយដើម្បីសុវត្ថិភាពសិស្សក៏ខ្ញុំមិនអាចចូលផ្ទះផ្ដាស់បានដែរអញ្ចឹងក៏ត្រូវបំពេញព័ត៌មានសំខាន់ខ្លះសិនអញ្ចឹងថ្ងៃហ្នឹងរៀងប្លែកតិចខ្ញុំនាំអ្នកគ្នាមកធួសាលា Bromsgrove មានដើមកំណើតពីចក្រភពអង់គ្លេសតាំងពីឆ្នាំ1553បើក៏ដល់ឥឡូវមានអាយុកាល75ឆ្នាំហើយក៏បានពង្រីកសាខានៅប្រទេសផ្សេងៗដូចគ្នាដូចជាប្រទេសចិនហើយឥឡូវហ្នឹងគឺបានមកដល់ប្រទេសកម្ពុជាហើយខាងសាលាទទួលសិស្សចាប់ពីអាយុ2ឆ្នាំរហូតដល់ថ្នាក់មធ្យមសិក្សាថ្នាក់ទី12ខ្ញុំកាលនៅក្មេងមិនគ្រាន់ឃើញបន្ទប់ទឹកចង់ចូលរៀនបាទហើយនេះគឺជាទស្សនវិជ្ជាខ្លះៗក្នុងថ្នាក់មត្តេយ្យសិក្សាខ្ញុំឃើញហើយនៅឃើញដល់ការនៅរៀនមត្តេយ្យខ្ញុំចិត្តលេងរបស់លេងមកបានសម្បូរបែបអញ្ចឹងខ្ញុំមើលទៅប្រហែលលេងចង់ទៅទេហើយប៉ុណ្ណឹងអត់តន់គ្រប់គ្រាន់ទេនៅពេលដែលខ្ញុំបានមកឃើញបណ្ណាល័យសាលានិយាយតាមត្រង់ហ្មងខ្ញុំអត់តន់ដែរឃើញបណ្ណាល័យណាដែលមានភាព creative ហើយស្អាតខ្លាំងចង់សោះបើដាក់ម៉ាស៊ីនលក់កាហ្វេដឹងភ្ញៀវមកមួយថ្ងៃម៉ានអ្នកទេនេះចូលហើយអត់ចង់ចាញ់ហ្មងខ្ញុំនៅនឹងយូរជាងគេហើយឆ្លៀតខ្វោតាមកម្មជាដោយសិស្សឃើញមួយថ្ងៃទៀតហើយបង្វែរអារម្មណ៍អ្នកគ្នាមកមើលថ្នាក់តន្ត្រីម្ដងខាងសាលាមានឧបករណ៍ច្រើនមែនតើពី scale electronic scale ធម្មតាហ្គីតាមាន piano និងឧបករណ៍ផ្សេងៗទៀតដែលខ្ញុំអត់ចេះហៅទេនៅក្មេងវិញសូមម៉ាក់ថែម៉ោងនៅសាលាហើយបន្ទប់នេះវិញជាក្តីសម័យរបស់ខ្ញុំហ្មងបើខ្ញុំនៅក្មេងវិញខ្ញុំដេកនឹងបដ ாய் ពីក្មេងមកគឺខ្ញុំជួយចិត្តគោះមែនតើអត់មានសម្ភារៈគ្រប់គ្រាន់ដូចគេគំនូមួយខ្ញុំបានបន្ទុកលើគេហើយបើមកមានសម្ភារៈគ្រប់គ្រាន់ចេះអូយក្តីសុខខ្លាំងហ្មងហើយបើកន្លែងលេងកីឡាវិញគឺធំខ្លាំងមែនតើដែលអាចឲ្យសិស្សលេងកីឡាបានច្រើនហើយបើនិយាយពីរឿងកីឡាវិញកាយខ្ញុំនៅរៀនក៏ខ្ញុំជួយចិត្តខ្លាំងដែរអ្នកគ្នាឃើញមួយថ្នាក់មានសម្ភារៈច្រើនអញ្ចឹងណាគាត់នៅកំងថែមទៀតហើយនេះដើម្បីសុវត្ថិភាពសិស្សមកប្លង់ធំកន្លែងលេងកីឡាហ្នឹងគឺគាត់បិទពុះការពារនេះទាំងអស់ហើយមកមើលកន្លែងហែទឹកវិញម្ដងមានកន្លែងអង្គុយរងចាំដែលត្រូវប្លង់ខ្យល់ល្អមែនតើហើយគាត់គិតគូរដល់សុវត្ថិភាពស្បែកសិស្សជាចម្បងមកហែទឹកជាអង្គហែទឹកអំបិលប្រើប្រព័ន្ធសំយោគក្លធម្មជាតិអត់មានក្លិនក្រៅពីហ្នឹងក្នុងសាលាក៏មាន playground ដ៏ធំសម្រាប់ក្មេងៗផងដែរតាមមតិខ្ញុំផ្ទាល់បន្ទាប់ពីទស្សនកិច្ចសាលាខ្ញុំគិតថាសាលា Bromsgrove មានគោលការណ៍មួយមិនត្រឹមតែបរិញ្ញាសិស្សក្នុងសភៅពុំទេថែមទាំងជំរុញយ៉ាងខ្លាំងលើការអនុវត្តជាក់ស្ដែងមួយសំខាន់មែនតើក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សចង់បញ្ចប់សុំនឹងអង្គុយឈៀលនេះតិចទេដោយសារបរិយាកាសរៀងអែមដែរសំខាន់សាលា Bromsgrove ឥឡូវហ្នឹងកំពុងតែមានអាហារូបករណ៍រហូតដល់ទៅ 100% ទៀតលយថងថាម៉ាក់ប៉ាអាចយកកូនមកដើម្បីប្រឡងយកអាហារូបករណ៍នឹងបានសាលានឹងមានកម្មវិធី Creative Challenge 2025ដែលធ្វើឡើងថ្ងៃសៅរ៍ទី6ខែ12ហ្នឹងហ្មងដែលជាការប្រកួតប្រជែងភាពច្នៃប្រឌិតរបស់កុមារចាប់ពីអាយុ5ឆ្នាំដល់10ឆ្នាំសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ Facebook Page Bromsgrove International School Cambodia